មៀគាត់និយាយអញ្ចឹងយាយនឹងបងប្អូនរស់នៅក្នុងភាពប្រកបនិយមជានិច្ចកាលពេលដែលគាត់កាន់ជានាយករដ្ឋមន្ត្រីនៅពេលនោះកីឡាកររបស់គាត់11នាក់អាយុក្មេងទៅប្រកួតកីឡាអូឡ িম্প ិកនៅទីក្រុងម៉ូនិកប្រទេសអាល្លឺម៉ង់ខាងលិចពេលនោះពួកភារវករដែលជាជនជាតិមូស្លីមនឹងបានទៅសម្លាប់កីឡាកររបស់គាត់11នាក់ពេលនោះគាត់ហៅពួកម៉ូសាតហ្នឹងគឺកិញ្ចសម្ងាត់របស់អ៊ីស្រាអែលមកផ្ទះរបស់គាត់បងប្អូនមើលពីភាពសុចរិតក្នុងការគិតរបស់គាត់និយាយទៅកាន់ពួកម៉ូសាតនឹងថាម៉េចគាត់ថាដល់ពេលដែលយើងត្រូវដូរគោលនយោបាយរបស់យើងចំពោះភារវករហើយគោលនយោបាយរបស់យើងចំពោះភារវករពីកន្លងមកជាគោលនយោបាយស្រាលពេកហើយកាលពីមុនពេលភារវករធ្វើអ្វីខុសយើងតែងចាប់ពួកនឹងតាមផ្លូវច្បាប់ដើម្បីឲ្យមកទទួលខុសត្រូវនៅតុលាការរបស់យើងប៉ុន្តែគោលនយោបាយបែបនេះมันអាចបង្ក្រាបភារវករបានទេដល់ពេលដែលយើងត្រូវដូរគោលនយោបាយរបស់យើងចំពោះភារវករហើយឥឡូវនេះខ្ញុំនឹងបង្កើតក្រុមឃាតករមួយតាមសម្លាប់ពួកភារវករនឹងដល់សម្បុករបស់វាតែហ្មងនៅកន្លែងណាក៏ដោយក្នុងពិភពលោកយើងនឹងបង្កើតក្រុមឃាតករដើម្បីទៅសម្លាប់ពួកនឹងយើងដឹងច្បាស់លាស់ណាស់ថាការបង្កើតក្រុមឃាតករទៅសម្លាប់ភារវករដល់ប្រទេសគេបែបហ្នឹងជារឿងខុសច្បាប់ប៉ុន្តែនេះគឺជាការទទួលខុសត្រូវរបស់ខ្ញុំក្នុងនាមជានាយករដ្ឋមន្ត្រីដែលប្រជាប្រដ្ឋអ៊ីស្រាអែលបានបោះឆ្នោតផ្ដល់សេចក្តីទុកចិត្តដល់ខ្ញុំវាគឺជាការទទួលខុសត្រូវរបស់ខ្ញុំគាត់ដាក់សំណួរសួរថាឥឡូវនេះឧទាហរណ៍ថាយើងទៅរកឃើញឃាតករនៅក្នុងប្រទេសមួយបើយើងប្រាប់ទៅរដ្ឋាភិបាលនៃប្រទេសនឹងថានេះគឺជាឃាតករដែលសម្លាប់កីឡាកររបស់យើងតើអ្នកណាមួយចេញមកធានាជាមួយខ្ញុំថារដ្ឋាភិបាលនៃប្រទេសនឹងគេនឹងសហការជាមួយយើងដើម្បីចាប់ឃាតករនឹងមកឲ្យយើងតើអ្នកណាមួយហ៊ានចេញមកសន្យាជាមួយខ្ញុំថារដ្ឋាភិបាលនៃប្រទេសនឹងគេនឹងសហការជាមួយយើងដើម្បីចាប់ឃាតករនឹងឲ្យយើងអត់មានអ្នកណាមួយហ៊ានចេញមកសន្យាទេចុះបើក្នុងករណីឃាតករនឹងត្រូវបានរត់រួចទៅហើយថ្ងៃក្រោយមកឃាតករនឹងមកសម្លាប់កូនចៅរបស់យើងទៀតតើអ្នកណាមួយជាអ្នកទទួលខុសត្រូវចំពោះយកវាសនារបស់ពួកយើងតើអ្នកណាមួយធានាថាឃាតករនឹងវានឹងមិនវិលមកសម្លាប់ជនជាតិអ៊ីស្រាអែលសារជាថ្មីម្ដងទៀតតើអ្នកណាមួយជាអ្នកទទួលខុសត្រូវក្នុងរឿងនេះអត់មានអ្នកណាទទួលខុសត្រូវទេក្នុងនាមខ្ញុំជានាយករដ្ឋមន្ត្រីខ្ញុំមានការទទួលខុសត្រូវក្នុងរឿងហ្នឹងដូច្នេះខ្ញុំត្រូវតែសម្រេចចិត្តថាបង្កើតក្រុមឃាតករដើម្បីតាមសម្លាប់ពួកនឹងវិញសុចរិតណាបងប្អូនសុចរិតគិតគូរយ៉ាងច្បាស់លាស់អត់មានលើសអត់មានខ្វះយល់ថាបកគលនឹងគួរតែទទួលរឿងបែបហ្នឹងចេញទៅធ្វើភ្លាមមកស្អាតស្អំមានអនាម័យក្នុងផ្លូវចិត្តរស់នៅក្នុងភាពជាក់ស្ដែងនិយមខ្មែរយើងគាត់និយាយថាម៉េចទេចាញ់បានទៅជាព្រះឈ្នះបានទៅជាមាមើលកតិគាត់កតិលួយកតិរបៀបហ្នឹងបងប្អូនរស់នៅលើមេឃបានប៉ុន្តែរស់នៅក្នុងសង្គមជាក់ស្ដែងអត់បានរឿងជាក់ស្ដែងមិនមែនអញ្ចឹងទេពីរំងាប់ដោយការបញ្ចងពីអាហ្នឹងជាទ្រឹស្ដីបានប៉ុន្តែក្នុងរូបភាពជាក់ស្ដែងអត់ត្រូវទេយកមកអនុវត្តអត់បានទេហើយមនុស្សសំខាន់ណាស់រស់នៅក្នុងភាពជាក់ស្ដែងវាជាន់ជើងយើងទ្រឹស្ដីមួយយើងយកមកប្រើគឺពីរំងាប់ដោយការបញ្ចងពីបើឯងជាន់ជើងអញដកថយបើយើងដកថយមកវាឈប់ជាន់មានអីបងប្អូនដល់ពេលយើងដកថយមកវាជាន់មួយមកទៀតយើងដកថយមកទៀតវាជាន់មួយមកទៀតក្នុងរឿងជាក់ស្ដែងវាអញ្ចឹងតើឯណាទៅពីរំងាប់ដោយការបញ្ចងពីយកដៃយើងថយបន្តិចមកឲ្យវាយកទៅវាយកទៀតយើងថយបន្តិចមកឲ្យវាយកទៅវាយកទៀតឯណាទៅពីរំងាប់ដោយការបញ្ចងពីបងប្អូនក្នុងរឿងជាក់ស្ដែងយើងត្រូវប្រើស្ថានភាពជាក់ស្ដែងពីព្រោះយើងរស់នៅក្នុងភាពជាក់ស្ដែងមិនមែនរស់នៅក្នុងភាពសម័យទៅលើមេឃទេអាមេរិកកាំងបងប្អូនបើវាអនុគ្រោះឲ្យភារវករបងប្អូនវាមិនមែនតាមសម្លាប់បិនឡាដិនទេអ្នកខ្លះគេប្រើទ្រឹស្ដីថាម៉េចទេវាយឆ្កែទុកច្រកឲ្យវាដើរផងបើអាមេរិកកាំងវាប្រើទ្រឹស្ដីហ្នឹងបងប្អូនម៉េះវាទុកច្រកឲ្យបិនឡាដិនដើរបងប្អូនវាយឆ្កែវាយឲ្យតងងាប់ទៅដល់គៀនជាងពាត់អញវាយទាត់តែងាប់គ្មានឲ្យអញងើបមុខរួចទេបងប្អូនពីព្រោះនៅក្នុងស្ថានភាពជាក់ស្ដែងអាណាខ្លាំងអានឹងឈ្នះណាបងប្អូនមិនមែនទ្រឹស្ដីខ្មែរយើងថាអំពើល្អគុំតែឈ្នះអំពើអាក្រក់ទេក្នុងសភាពជាក់ស្ដែងមិនមែនដូចឈ្នះឡើយអាណាខ្លាំងអានឹងឈ្នះស្រុកខ្មែរយើងប្រើទ្រឹស្ដីហ្នឹងចាញ់បានទៅជាព្រះឈ្នះបានទៅជាមា
អំពើល្អតែងតែឈ្នះអំពើអាក្រក់លក្ខណៈចុងក្រោយរបស់មនុស្សល្អគឺតាមវាយមនុស្សអាក្រក់បើអត់តាមវាយមនុស្សអាក្រក់ទេគេមិនហៅមនុស្សល្អទេមនុស្សល្អមានធាតុ5យ៉ាងអាធាតុចុងក្រោយគឺពង្រីកអំពើល្អហើយបងប្អូនពិចារណាមើលដើម្បីពង្រីកអំពើល្អបានតើបងប្អូនត្រូវធ្វើម៉េចជុំវិញផ្ទះបងប្អូនទាំងអស់សិតតែបលាយួនចាត់ទុកដូចជាសភាវៈអាក្រក់បងប្អូនចង់ដាំស្រូវចាត់ទុកដូចជាសភាវៈល្អពង្រីកស្រូវរបស់យើងតើបងប្អូនត្រូវធ្វើម៉េចតើបងដៃកាត់ឆ្កាបលាយួននឹងចោលសិនទៅបើកាប់ហើយវាដោះមកទៀតបាញ់ថ្នាំវាបើបាញ់ថ្នាំវាមិនបានទេគោះវាយកមកដុតវាដុតឯងតខ្ទេចរួចហើយធ្វើទីលានឲ្យស្អាតរួចហើយបានយើងអាចដាំស្រូវរបស់យើងបានកាតព្វកិច្ចរបស់មនុស្សល្អធាតុចុងក្រោយបំផុតគឺពង្រីកអំពើល្អដើម្បីពង្រីកអំពើល្អបានតបបោសម្អាតអំពើអាក្រក់រួចហើយដាំអំពើល្អរបស់យើងប៉ុន្តែយើងមិនមែនទៅជាមួយនឹងគំនុំទេណាយើងគ្រាន់តែទៅជាមួយនឹងសំអប់អប់ណានឹកខូចស្អប់ហ្មងតែស្អប់ដល់កម្រិតហើយដេកលក់ឯងបងប្អូនស្អប់ហ្មងប៉ុន្តែបើអ្នកឯងកែទៅជាមនុស្សល្អអត់មានគំនុំទេតិចទៅជាបងទៅជាប្អូនវាយតអំពើរបស់អ្នកឯងវាយទៅឲ្យគាត់អាលែងអំពើអាក្រក់ណាដូចខ្មោចចូលខ្លួនអញ្ចឹងណាររបៀបវាយឲ្យតស្រេចឲ្យខ្មោចនឹងចេញពីខ្លួនឲ្យអំពើអាក្រក់នឹងចេញពីខ្លួនស្អប់ណាស់ប៉ុន្តែអត់មានគំនុំគុំគួនទេបើបងប្អូនដើរក្នុងផ្លូវហ្នឹងណាបងប្អូនសង្គមរបស់បងប្អូនសុទ្ធតែកុសលបងប្អូនស្រួលរស់ណាស់ប៉ុន្តែបងប្អូនប្រើទ្រឹស្ដីមួយថាចាញ់បានទៅជាព្រះឈ្នះបានទៅជាមាអំពើល្អគុំតែឈ្នះអំពើអាក្រក់ទេរួចហើយបងប្អូនរត់គេចមកបងប្អូនប្រើទ្រឹស្ដីអញ្ចឹងបានស្រុកខ្មែរវាទៅជាអញ្ចឹងឃើញតាមអំពើអាក្រក់វិរិយដោះដាលចំណែកពួកយើងវិញបងប្អូនណាកាន់តុងជ័យនាំមុខគេក្នុងការដាក់អត្តចរិតថ្មីគឺតាមបង្ក្រាបអំពើអាក្រក់អញ្ចឹងបានជាគេចោទយើងថាយើងហ្នឹងមិនធ្វើការងាររបស់យើងទៅដើរតែវាយគេខ្ញុំប្រាប់តែគេវិញថាការងាររបស់ខ្ញុំគឺដើរវាយគេណាអាដើរវាយគេហ្នឹងគឺការងាររបស់ខ្ញុំអ្នកឯងគ្រប់គ្រងឬមិនគ្រប់គ្រងជារឿងរបស់អ្នកឯងអូយើងធ្វើអញ្ចឹងទៅគេស្អប់យើងណាទៅខាងនោះក៏លឺតែគេនិយាយដើមយើងទៅខាងនេះក៏លឺតែគេនិយាយដើមយើងព្រះសម្មាសម្ពុទ្ធលោកសម្ដែងថាម៉េចទេកុំធ្វើជាទីគាប់ចិត្តរបស់បុគ្គលពាលបើបុគ្គលពាលគេគ្រប់គ្រងយើងអានឹងមានន័យថាយើងធ្វើគាប់ចិត្តរបស់បុគ្គលពាលហើយបើបុគ្គលពាលស្អប់យើងត្រូវហើយបងប្អូនត្រូវហើយសពថ្ងៃណាបងប្អូនសកម្មភាពរបស់យើងប្រៀបបានដូចជាយើងចាក់ទឹកអាស៊ីតទៅក្នុងអាងហែលទឹកដែលពួកអាក្រក់កំពុងតែហែលវាលមាស់វាស្គៀបធំណាស់បងប្អូនខាងអ្នករលុយបានក្នុងសាសនាគេក្តៅក្រហាយយើងបើពួកនឹងក្តៅក្រហាយយើងត្រូវបងប្អូនប្រយ័ត្នតែពួកនឹងគ្រប់គ្រងយើងអានឹងយើងខុសហើយយើងធ្វើជាទីគាប់ចិត្តរបស់បុគ្គលពាលគ្រូធម៌មេចាច្រើនណាស់ដែលជេរខ្ញុំបើសង្ឃច្រើនណាស់ដែលជេរខ្ញុំបុគ្គលណាជេរខ្ញុំបងប្អូនបុគ្គលពាលហ្នឹងវាដេកត្រាំក្នុងរឿងអស់ហ្នឹងស៊ីលុយបញ្ញបរដ្ឋយូរហើយដល់ពេលយើងចាក់ទឹកអាស៊ីតទៅវាហែលក្នុងអាងហ្នឹងលែងបានស្រួលណាវារលុយលែងទៅបានវាក្តៅវាក្រហល់វាកាហាយយើងកុំធ្វើជាទីគាប់ចិត្តរបស់បុគ្គលពាលអត្តចរិតមួយនេះណាបងប្អូនជាអត្តចរិតថ្មីដែលយើងចង់បង្កើតឲ្យទៅខ្មែរគ្រប់រូបដែលយើងចង់ដាក់ឲ្យខ្មែរគ្រប់រូបមានគឺដេញវាយអំពើអាក្រក់មិនដកដៃឲ្យដឹងថាការដេញវាយអំពើអាក្រក់ជាទង្វើល្អគេមានទ្រឹស្ដីមួយថាម៉េចទេបងប្អូនជោគជ័យយ៉ាងកកិតកក្រែងនៃអំពើអាក្រក់កាលណាអំពើល្អនៅស្ងៀមហើយខ្មែរយើងមិនតែនៅស្ងៀមទេណាវិច្ចបវច្ចរត់ទៀតជាទៀតណាអាត្រង់នឹងហើយបានអំពើអាក្រក់បរិទ្ធដោះដាលម៉េចអញ្ចឹងបានខ្ញុំបញ្ជូនសញ្ញាទៅពួកនឹងយ៉ាងច្បាស់ថាក្នុងសម័យកាលអាថ្មិលអត្តសាសនានេះកើតពួកអាថ្មិលមានសាសនានេះណាបងប្អូនពិបាករស់តិចហើយពីព្រោះអីបងប្អូនណាមនុស្សតែចង់ក្រោយផុតលែងខ្លាចងាប់នឹងខ្លាចអីបើយើងស៊ីបាយផ្ទះយើងរួចហើយយើងទៅធ្វើការងារបម្រើឧត្តមប្រទេសរបស់យើងដោយអត់ចង់បានអ្វីទាំងអស់ពីអ្នកឯងស្អីដែលយើងយល់ថាត្រូវគឺយើងធ្វើខ្ញុំប្រើពាក្យឲ្យខ្លីស្រួលបងប្អូនយល់ថាធ្វើក្តឹកអាចឲ្យខ្ញុំកើតធ្វើក្តឹកអាចឲ្យខ្ញុំកើតបើខ្ញុំអត់ចង់បានអីពីអ្នកឯងបងបោះឆ្នាំក៏បោះទៅមិនបោះក៏ឲ្យទៅអ្នកឯងឲ្យខ្ញុំធ្វើតំណាងក៏ឲ្យទៅអ្នកឯងមិនឲ្យខ្ញុំធ្វើតំណាងខ្ញុំទៅផ្ទះវិញជេរខ្ញុំជេរទៅកុំថាខ្ញុំជេរបាញ់ខ្ញុំងាប់ទៅខ្ញុំអត់ខ្វល់អ្នកឯងធ្វើក្តឹកអាចឲ្យខ្ញុំឥឡូវអ្នកឯងធ្វើអីខ្ញុំបានបើខ្ញុំអត់ចង់បានអីពីអ្នកឯងផងណាខ្ញុំគ្រាន់តែចង់និយាយការពិតបងប្អូនណាដើរបញ្ច្រាសជាមួយនឹងបងមនុស្សរាប់លានអ្នកដែលមានកំណត់ខុសយើងណាបងប្អូនគាត់តែបដិញ្ញាចិត្តណាស់បាត់ទៅរួចបងប្អូនណាកាលីឡេគាត់រកឃើញថាផែនដីមាននឹងមូលហើយនៅចំនួននោះគេថាផែនដីមានរាងកប៉ែតគេថាកប៉ែតដូចថាអញ្ចឹងណាដើរទៅផុតចំផែនដីធ្លាក់កឌូកគេថាម៉េចទេគេថាកាលណាដំណឹងល្អផ្
sai từ đó trong phản đấy mình đây ta bị miền kem mà biết được chữ e chẳng đó đào ta phật kem nó lẹ cái đúng á Giêsu cái tha chẳng Giêsu cái tha Cana đầm năng là ô sai từ đó trong phản đấy miền này tha mà nương à mà nương lư còn lư tới Anna tới tam bẹt còn tới tam Anna lư hơi mình tới tam bẹt miền này tha mà nương vì vua đầm năng là ô sai từ đó trong phản đấy ấy Anna lư tới tam bẹt nơi mà đồng Anna lư hơi mình phật tới tam bẹt nơi mà đồng mà nương khô ná vua Việt đó trong phản đấy cái tha Cana đầm năng là ô níត្រូវបានផ្សាយទៅដល់ចុងផែនដីពេលហ្នឹងព្រះយេស៊ូវចុះមកកាត់ក្តីហើយអាណាជឿព្រះយេស៊ូវទៅនៅឋានទួជាមួយព្រះយេស៊ូវអាណាមិនជឿព្រះយេស៊ូវទៅនៅបឹងភ្លើងគេថាកាលណាដំណឹងល្អផ្សាយទៅដល់ចុងផែនដីមានន័យថាវាមានគែមផែនដីហ្នឹងវាមានគែមដូចជាអេចឹងដើរទៅលុចត្មងគឺពួកមនុស្សយើងឃើញថាផែនដីកប៉ែនចឹងហ៎ដល់កាលីលេគាត់រកឃើញថាផែនដីមានរាងចឹងហ៎មូលដោយអាឡឹកចឹងពួកយើងដូចសម្ោចចឹងដល់ពេលកំណៅផែនដីវាតិចសម្ោចវាមានដឹងថាអាឡឹកកោវាណាយើងបើប្រៀបធៀបមួយផែនដីយើងវាតូចណាស់ដល់ពេលអញ្ចឹងអត់ដឹងថាផែនដីវាកោសេចក្តីបិទផែនដីណាមានគែមបើផែនដីមានគែមមនុស្សធ្លាក់ខ្លះហើយបងប្អូនតែវាអត់មានគែមអីទេកាលីលេរកឃើញតែឯងកាលពីចំនួននោះណាសម្ដីរបស់ព្រះបងប្អូនមុតដូចកបិតអញ្ចឹងណាអាណាទៅប្រឆាំងសម្ដីរបស់ព្រះងាប់បងប្អូនកាលនោះក៏រុកកសលគេបង្រៀនគ្រូនិយាយកូនសិស្សគ្មានសិទ្ធតតែគ្រូនិយាយហើយកូនសិស្សត្រូវតែយកតាមពីព្រោះយូរឆ្នាំហើយគរុកសលគេបង្រៀនអញ្ចឹងដល់ពេលគរុកសលថ្មីគេឲ្យមានការពិភាក្សាពីព្រោះគេយល់ថាការពិភាក្សាធ្វើឲ្យកូនសិស្សហ្នឹងបានយល់ពីគំនិតហ្នឹងកាលណាកូនសិស្សយល់បញ្ញាហ្នឹងជាបញ្ញារបស់កូនសិស្សប៉ុន្តែការជំនាន់ហ្គាលីលេអត់ទេគ្រូនិយាយសិស្សដឹងតែពីតាមមកពាក្យសម្ដីរបស់ព្រះគ្មានពីណាគេមិនដឹងទេប៉ុន្តែហ្គាលីលេណាបងប្អូនជាប់គុកបន្តិចដងទេតែរឿងគាត់និយាយថាផែនដីមានរាងមូលចុងកតុយបំផុតណាគាត់ជាប់គុកទៀតណាបងប្អូនព្រោះតែរឿងផែនដីមានរាងមូលហ្នឹងដូចគ្នាជាមួយនឹងពួកយើងចង់កែផ្នត់គំនិតរបស់ប្រជាប្រដ្ឋខ្មែរបើឆាំងអស់មនុស្សខ្មែរមកស្រុកខ្មែរបងប្អូនបើឆាំងអស់មនុស្សខ្មែរមកស្រុកខ្មែរយើងហ៊ានដើរកាត់បូកឲ្យម៉ាល់វាមកបត្រាស់ទៅយើងទៅកាត់បូកឲ្យម៉ាល់លោកត្រាស់តែយើងដាច់លោកកធរឲ្យម៉ាល់សម្រាប់គេតិចទៅឈឺសម្រាប់យើងតិចអត់ឈឺតោះដាច់លោកកធរហើយនិយាយក៏មិនអីហើយថាក៏មិនអីនិយាយសពគ្រប់មួយអញទៅស៊ីបាយផ្ទះអញវិញឥឡូវហ្នឹងមានប្រជាប្រដ្ឋខ្លះគាត់លើកទឹកចិត្តទៀតថាបងហ្នឹងបាច់ទៅស៊ីបាយតែបងឯងខ្ញុំក៏ចូលចិត្តចឹងណាស៊ីបាយចិត្តខ្ញុំបានគ្នាមកកណោប៉ុណ្ណេះហើយបងប្អូនទៅស្ដីអីនិយាយ